ហើយធ្វើវីដេអូរំលឹក touch stream ផងថ្ងៃនេះខ្ញុំគោលដៅខ្ញុំ scan touch stream scan ទូឡានទាំងមូលមកចង់បញ្ជាក់សម្រាប់ខ្សែ VCI របស់ខ្ញុំគឺខ្ញុំប្រើខ្សែ clone ប្រភេទលេខ2ទេទូថ្លៃចឹងពេលខ្លះវា error ម្ដងមកការដែរខ្ញុំកំពុងពិចារណារើសមើលខ្សែថ្មីដែរចឹងខ្ញុំកំពុង scan នេះគឺគួយនឹងសល់2កាំហើយឡានកំពុងប្រឆេះខ្សែចឹងខ្ញុំចាប់ផ្ដើមចូលចឹងជាស្រ័យបងនេះខ្ញុំ live វីដេអូផ្ទាល់អញ្ចឹងអត់បានកាត់តអត់បានធ្វើល្អឥតខ្ចោះទេខ្ញុំធ្វើទ្រូសម្រាប់កំសាន្តលេងអញ្ចឹងខ្សែនេះវាមានលេខទូចាប់ឆ្នាំផលិតអីដែរសម្រាប់ក្នុង stream ខ្ញុំហើយអានេះវាមានពណ៌នេះតំណាងពណ៌លឿងយើងអត់ទាន់ចូលទេព្រោះយើងបានចូលECU វាមួយវាចេញពណ៌សអញ្ចឹងអានេះអស់នេះផាតមួយអញ្ចឹងទៅយើងដាក់ចូលអញ្ចឹងខ្ញុំអត់ចូលទៅខ្ញុំអត់ច្រើននេះខ្ញុំចូលទៅហាលឆែកមកហាលឆែកនេះខ្ញុំឆែកសុខភាពឡានទូឡានឲ្យជាប់កូដនេះខ្លះអញ្ចឹងឡានខ្ញុំវា half full អញ្ចឹងវាមាន610 ECU 610នេះរាប់មកគ្រាប់1 2 3 4 5 6 6 10តែបើឡានបង full អាចលើសនឹងដោយសារឡាន full ដូចតាមដឹងមានប្រព័ន្ធ GPS មានលីក្រុងអីមានអីទៀតអញ្ចឹងវាមាន ECU នោះមួយទៀតហើយដូចជាឡាន Touring ខ្ញុំអត់ច្បាស់ Touring ដូចជាមានដុំ sensor សេរីភ្លើងសេរីអីទៀតតែហ្នឹងខ្ញុំអត់ได้ experience ដែរតែថាខ្ញុំ scan ដល់ពួកឡាន full ចឹងបញ្ជាក់បងកន្លែងថ្ងៃ product date នេះក្នុងset up នេះបងយក dealer មកកុំយក user យក dealer មកវា load អាហ្នឹងមកចឹងផលិតឡានខ្ញុំផលិតឆ្នាំ2007ខែ8ហើយវាចេញសេរី2008ចឹងវាចាប់ផ្ដើម scan ចប់ហើយចឹងចាំមើលវាចេញ data បែបម៉េចកោជាប់អីខ្លះទេអូខេអញ្ចឹងប្រព័ន្ធឡានទាំងអស់វាមាន enhance វាមាន generate ជាទូទៅអត់មានអីច្រើនទេតិចតួចតែ enhance វាស៊ីជម្រៅជាងអញ្ចឹងផ្នែកដែលជាប់កូដមានសញ្ជាក់2421អញ្ចឹងក្នុងនេះវាមានផ្នែក current pending history ហើយ test fail អញ្ចឹង current មានន័យវាជាប់ក្នុងឡានបច្ចុប្បន្ន pending ហ្នឹងយើងអត់ទាន់បានដោះស្រាយ history មកធ្លាប់មានប្រវត្តិហើយយើងជួសជុលទៅ record ទុកអញ្ចឹងខ្ញុំចូលទៅម៉ាស៊ីនជាវាកូដគេអញ្ចឹងម៉ាស៊ីនជាវាជាប់កូដមួយគឺកូដ sensor អាមុខកង់ឡានយើងខាងលើហ្នឹងវាអាចចាប់ទៅលើថ្ងៃដោយសារខ្ញុំ scan ក្នុងលុបចានឹងបើ scan ក្តារថ្ងៃត្រង់និងក្តារថ្ងៃហ្នឹងអត់ជាប់ទេអាហ្នឹងបាទចឹងខ្ញុំចូលទៅវិញដូចជាអត់មានជាប់អីទេអញ្ចឹងហើយអានេះជា sensor ពុកប្រុសជំនាន់ទី2ហ្នឹងឆ្នាំ01ដល់01មាន sensor កង់នេះវាចាប់គិតជា PSI នេះកង់នេះ sensor 1 sensor 2 sensor 3 sensor 4ហ្នឹងអញ្ចឹងវាមាន26 PSI 28 27 24វាតាម standard យើងសបហ្នឹងឬក៏ពេលខ្លះយើងសបឡើងចុះវាលោដូចហ្នឹងអញ្ចឹងអានេះជាតន័យរបស់យើងអាហ្នឹងសម្រាប់យើង scan ទូឡាននឹងមូលតែបើយើងអត់ចង់ទៅអញ្ចឹងយើងអាចចូលទៅECU មួយក៏បានដែរបានដូចគ្នាឥឡូវតដែរខ្ញុំចង់ដឹងតើគួយ hybrid ខ្ញុំប្រហែល volt ប្រហែល ohm អញ្ចឹងណា
ចង់ scan អញ្ចឹងហើយកុំឲ្យខាតពេកយើងចូលទៅមើលឲ្យចំមកអញ្ចឹងយើងចូលถ้าយើងចង់មើល hybrid យើងចូលទៅ hybrid ហើយយើងមើល data list របស់វាមកសារនឹង error អញ្ចឹងយើងចូលមើលទៅគួរខ្ញុំឥឡូវវាកំពុងអាសាពីកាមខ្ញុំថងចង់វាធំ 16V នេះ23ស្លាប់នេះស្មើ14ប្លុកវានៅពីកាមវា15ជាង16ជាងហើយអូមវានេះអូមមកគួយនឹងទាំង14ប្លុកហ្នឹងគឺ0.022 0.022ហ្នឹងសុខភាពវានៅល្អគួយខ្ញុំឆ្នាំ07និយាយទៅផលិតមក1ឡានចឹងប៉ុណ្ណឹងមកហើយភ្លើងអាគុយដេនេះគុយដេ14.0 14.09 វ៉តដោយសារវាកំពុងសាកចូលអាគុយដេខ្លាចពងឆេះហើយយើងមើលខ្យល់ចូលម៉ាស៊ីនsorry ខ្យល់ចូលអាគុយចាញ់តាមរួនព្រិលវាទៅស្អមអាគុយ99ដោយសារខ្ញុំអត់បានដូរinterface របស់វាអញ្ចឹងវាលោតមកខុសអ្វីដែលសូមយើងប្រើនេះ user reference សម្រាប់ change unit នេះដាក់អង្សាឲ្យវិញនេះចេញអង្សាវិញហើយ35 37 35ស្ថានភាពអគុយត្រជាក់មកល្មមក្តៅទេបាទនេះមិនសិនពងឆេះសានេះ RPM ប្រហែលគួយពីកាមពងសា1100 RPM សាចូល 16V ជាងកម្ដៅគួយប៉ុណ្ណេះហើយsteak អត់ឆាច់នេះហៅបាយើងមើលអេក្រង់ហ្នឹង 42% ហ្នឹងស្មើពីកាមហ្នឹងហើយបងចា៎យើងងាយស្រួលមើលទេបាទអញ្ចឹងមានប៉ុណ្ណឹងហើយអាហ្នឹងយើងមើលគ្រប់ត្រុសហ្នឹងហើយខ្ញុំមិនលំអិតទេដោយសារខ្ញុំ live ផ្ទាល់អញ្ចឹងខ្ញុំមិនបានត្រៀមទុកទេអញ្ចឹងអរគុណច្រើនខ្ញុំមានប៉ុណ្ណឹងបង